បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីរបៀបលុប account Telegram ដែល Telegram របស់លោកអ្នកគិតថាមានគេ hack ឬក៏យើងបានចូល file ជា file មេរូបដែលគេបានចែកចាយក្នុង Telegram ឬក៏យើងបានចូល file ដែលមាន extension ដែលមានកតុយ exe អញ្ចឹងជាដំបូងយើងទៅចូលទៅ Google វាយពាក្យ Telegram deactivation page ដោយអ្វីដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះអញ្ចឹងសូមអ្នកទាំងអស់គ្នាវាយទៅតាមហ្នឹងទៅរួចចុច enter នោះវានឹងបង្ហាញផ្ទាំងបែបនេះដែលនៅ link ខាងលើគេដាក់ថា delete account or manage app រួចយើងចុចទៅលើវាទៅវានឹងបង្ហាញផ្ទាំងបែបនេះ delete account or manage app កន្លែងដែលយើងទៅបំពេញគឺកន្លែងយក phone number អញ្ចឹងនៅប្រទេសកម្ពុជាយើងគឺយើងដាក់បូក85អញ្ចឹងខ្ញុំបញ្ចូលលេខបូក85វាយលេខទូរស័ព្ទទៅដោយមិនបាច់ដាក់លេខ0អានេះជាឧទាហរណ៍លេខទូរស័ព្ទរបស់ខាងខ្ញុំរួចចុច next ទៅវានឹងបង្ហាញផ្ទាំងបែបនេះវាដាក់ confirmation code អញ្ចឹងដែល code ហ្នឹងគឺបានផ្ញើទៅ Telegram របស់យើងអញ្ចឹងយើងចូលផ្ទាំង Telegram កម្មវិធី Telegram វិញមកយើងមើល code this your login code អញ្ចឹងយើងវាយលេខ code ហ្នឹងទៅតាមអ្វីដែលគេបង្ហាញហ្នឹងមកបញ្ចូលលេខ code ហ្នឹងទៅចូលទៅក្នុង web browser Chrome យើងទៅពេលដែលខ្ញុំចូលលេខកូដហ្នឹងហើយចុច sign in ទៅវានឹងបង្ហាញផ្ទាំងមួយទៀតគឺវានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងគេសួរថា why are you leaving អញ្ចឹងយើងអាចវាយថា my account was hacked អានេះយើងចង់វាយអីក៏បានដែរប៉ុន្តែប្រជាចំបល់ខ្ញុំដាក់ my account was hacked ទៅរួចយើងចុច delete my account នោះ account Telegram របស់យើងនឹងត្រូវបានលុបអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ